សូមជូនរឿងហៅនឹងតាចាស់ដូនចាស់កាលពីព្រេងនាយមានហៅម្នាក់ជាអ្នកទាយកូនគូមើលឈុតណាស់ហៅនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់មានកាលមួយតាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ពេលនោះគាត់រត់បានត្រីរស់មួយហើយនឹងបានទន្សាយលងទឹកមួយដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្ដាលច្បារបន្លែខាងមុខផ្ទះគាត់ត្រីរស់គាត់ដាក់ក្នុងទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ក្បែរកន្លែងទុកទន្សាយដល់ព្រឹកឡើងតាចាស់យាយចាស់គិតគ្នាថាយើងទៅរកហោទាយមើលថាព្រឹកនេះយើងបានម្ហូបអីស៊ីបើហោនោះទាយត្រូវសឹមជឿថាពូកែមែនព្រោះចាប់បានត្រីរស់មួយទន្សាយមួយបំរុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយដល់ព្រមព្រៀងគ្នាស្រេចហើយក៏ដើរទៅលុះទៅដល់មុខផ្ទះហោតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថាអើអ្នកអើយលោកគ្រូនៅនឹងទេម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថាគាត់នៅនេះមានការអ្វីតាចាស់អញ្ជើញចូលមកតាចាស់យាយចាស់នោះចូលទៅបន្តិចហោដណ្ដឹងសួរមកតាចាស់ថាចុះអញ្ជើញមកនេះមានការអ្វីតាចាស់យាយចាស់ជម្រាបទៅហោវិញថាខ្ញុំមកនេះមានការបន្តិចសូមលោកគ្រូមេត្តាករុណាចុះហោសួរថាមានការអ្វីចូលថាមកចុះតាចាស់យាយចាស់ថាអោលោកគ្រូអើយយើងខ្ញុំទាំងពីរនាក់នេះអត់ម្ហូបអាហារទទួលទាន 2-3 ថ្ងៃហើយតើព្រឹកនេះនឹងបានអ្វីទទួលទានឬទេហោចាប់ក្តារឈ្នួនឡើងវាយលេខមើលឲ្យតាយាយមើលរួចស្រេចក៏ជម្រាបតាយាយថាព្រឹកនេះតាយាយឯងមុខតែលិតប្រហុកក្នុងពាងតាយាយឮហោថាដូច្នោះក៏នឹកក្នុងចិត្តថាហោនេះគ្មានពូកែទេទាយផ្ដេសផ្ដាសោះយើងកុំជឿគិតតែប៉ុណ្ណោះក៏នាំគ្នាលាហោមកផ្ទះវិញហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះតាលោកចាប់ត្រីយកមកក្រៅត្រីវាបំរាស់រួចលោតចុះក្នុងត្រពាំងទៅតាក៏ស្ទុះទៅយកអង្រុតដែលគ្របទន្សាយមកដេញរត់ត្រីឯទន្សាយនៅក្នុងអង្រុតនោះក៏ផ្អើលរត់បាត់ទៅទៀតយាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុងព្រៃក៏ស្រែកប្រាប់ថាតាទន្សាយរួចទៅហើយតាប្រាប់ទៅវិញថាយាយអើយត្រីវាបំរាស់រួចពីដៃទៅដែរហើយយាយក៏បន្ទោសតាថាតាឯងសំតែស៊ីប្រហុកក្នុងពាងដូចគេទាយពីព្រឹកមិញនោះឯងតាលឺយាយថាដូច្នោះក៏នឹកឃើញថាគ្រូទាយឈុតមែនដល់ពេលបាយព្រឹកតាចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោទាយឲ្យនោះឯងទើបតាចាស់ដូនចាស់ជឿថាហោចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រកបមែនសូមជូនរឿងអ្នកដំណើរ2នាក់ដណ្ដើមគ្នាដេកកណ្ដាលកាលពីព្រេងនាយមានមនុស្ស2នាក់ដើរទៅផ្លូវឆ្ងាយជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួចបបួលគ្នាដេកក្នុងព្រៃអ្នកទាំង2នាក់ចង់ដេកកណ្ដាលតែរៀងខ្លួនប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចក៏បានដេកកណ្ដាលបុរសទាំង2នាក់គិតគ្នាថាបើដូច្នោះយើងដេកយកជើងទល់គ្នាហើយបុរសទាំង2នាក់នោះក៏ដេកយកជើងទល់គ្នាទាំង2នាក់ទៅក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នាហើយទទួលសម្ពុតចិត្តមើលមិនដឹងថាជាសត្វអ្វីវែងដូច្នោះឆ្ងល់ណាស់ត្បិតមិនដែលឃើញក៏បបួលអស់សត្វឯទៀតជាច្រើនមានទាំងដំរីក្របីគោរមាសរមាំងក្តាន់ប្រើសត្រាយចចកស្វានស្វាគ្រប់សត្វទាំងអស់មកមើលគ្មានសត្វណាមួយស្គាល់សោះក្រោយមកទៀតសត្វទាំងអស់នោះគិតគ្នាថាឥឡូវនេះនឹងមានអ្នកឯណាស្គាល់សត្វនេះពួកយើងបបួលគ្នាមកមើលសត្វនេះច្រើនភាសាណាស់ហើយនៅសល់សត្វអីទៀតដែលមិនទាន់បានមកមើលអស់សត្វទាំងអស់គិតគ្នាទៅឃើញនៅសល់តែទន្សាយពុំបានមកឬល្បីថាទន្សាយនោះជាអ្នកមានប្រាជ្ញាចេះនិយាយក្បួនច្បាប់ទម្លាប់ចេះកលមាយាចាំទំនឹមទំនៀមច្រើនបើដូច្នេះយើងប្រើបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទៅបានត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ប្រកាន់ខ្លួនណាស់សត្វទាំងនោះគិតគ្នាហើយឲ្យដំរីទៅអញ្ជើញទន្សាយ
ដំរីក៏ទៅឃើញទន្សាយអង្គុយនៅលើក្បាលដំបូកទន្សាយឃើញដំរីដើរយាកយកមកពីនាយក៏សួរថាបងដំរីមានហេតុអ្វីបានជារលះរលាំងមកដំរីឆ្លើយថាបងទន្សាយត្បិតមានសត្វអ្វីមួយចម្លែកណាស់គ្មាននរណាស្គាល់សោះបានជាអស់សត្វក្នុងព្រៃនេះឲ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើលក្រែងបងទន្សាយឯងស្គាល់សត្វនោះឯទន្សាយឮដូច្នោះក៏សួរថាសត្វនោះដូចម្ដេចតូចឬធំវែងឬខ្លីដំរីថាសត្វនោះធំចុងធំគល់តូចកណ្ដាលហើយវែងប្រមាណ5ហត្ថទន្សាយឮដូច្នោះក៏ឆ្លើយឡើងថាអោបើដូច្នោះបងដំរីកំព្រួយចិត្តចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះប៉ុន្តែបងដំរីឯងឲ្យខ្ញុំជិះលើក្បាលបងឯងទៅដំរីឮដូច្នោះហើយដើរចូលទៅអោនក្បាលឲ្យទន្សាយជិះលើក្បាលទន្សាយធ្វើជាក្អេងក្អាងលុះទៅដល់ហើយចុះពីលើក្បាលដំរីយកស្លឹកឈើដែលមានស្នាមដង្កូវវាដូចជាអក្សរកាន់លើកឡើងធ្វើជាសម្បត្តិថាអស់បងប្អូនស្ដាប់ខ្ញុំត្បិតខ្ញុំជាបម្រើព្រះអិនលោកប្រើឲ្យខ្ញុំនាំសម្បត្តិមកហើយទន្សាយឡើងលើដំបូកធ្វើជាអានសម្បត្តិថាសត្វនេះព្រះអិនលោកប្រើមកឈ្មោះសត្វយោគីយកទាំងអស់គ្នាយកទាំងអញយកទាំងឯងអស់សត្វឮទន្សាយមើលសម្បត្តិថាព្រះអិនឲ្យមកយកទាំងអស់គ្នាក៏ស្ទុះបោលជន់គ្នាស្លាប់បាក់ដៃបាក់ជើងពីពេញស្រែកលាន់ទាំងព្រៃមនុស្ស2នាក់នោះដឹងថាសត្វទាំងនោះផ្អើលភ្ញាក់រត់ជន់គ្នាស្លាប់ដូច្នោះក្រោកឡើងលើកដៃសំពះទន្សាយថាបងទន្សាយមានគុណនឹងយើងខ្លាំងណាស់បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើជាឧបាយកលឲ្យយើងទេនោះសំខ្លាវានឹងខំស៊ីយើងជាចំណីទៅហើយបងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាទន្សាយបានឯមនុស្សទាំង2នាក់មើលទៅឃើញអស់សត្វជន់គ្នាស្លាប់ពេញព្រៃដូច្នោះបបួលគ្នាអាយកសាច់រែកទាំង2នាក់ដើរទៅបន្តិចឃើញខ្លាសំគមមួយដំរីជន់បាក់ជើងដើរបានតិចក៏បបួលគ្នាយកខ្សែចងដឹកយកទៅលុះដើរទៅបន្តិចជួបនឹងអ្នកបរទេះគោឯអ្នកបរទេះគោនោះឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឈប់រទេះសួរថាអ្នកធ្វើដូចម្ដេចក៏បានសាច់ច្រើនម្លេះអ្នកនោះបញ្ឆោតថាឆ្កែកំបាក់ជើងខ្ញុំនេះឯងវាដេញខំត្បិតឆ្កែនេះជាឆ្កែប្រដេញវាតែងតែដេញសัตว์មកមិនដែលស្ងួតឆ្នាំងដល់មួយពេលណាទេក្រែងតែគ្មានសัตว์បើព្រៃឯណាមានសัตว์ហើយមិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេឲ្យតែវាឃើញស្នាមជើងសង្ឃឹមថាបានឲ្យលៀងឆ្នាំងចាំឲ្យហើយទៅមុខជានឹងបានមិនដែលខានទេឯអ្នកបរទេះគោឮអ្នកនោះនិយាយអួតប្រាប់ដូច្នោះហេតុតែជាមនុស្សល្ងងមិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសំគមនោះគិតថាជាឆ្កែមែនតែនហើយនិយាយអង្វរលួងលោមថាបើដូច្នោះអ្នកអាណិតខ្ញុំសូមទិញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់អ្នករែកសាច់ឆ្លើយថាបើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅផ្ទះខ្ញុំសមនឹងស្ងួតឆ្នាំងហើយរកអ្វីស៊ីគ្មានទេប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្ដងបើមិននិយាយគ្នាក៏មិនបានឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេបើអ្នកចង់ទិញតើអ្នកឲ្យថ្លៃប៉ុន្មានអ្នកបរទេះគោឆ្លើយថាខ្ញុំមានតែគោមួយនឹមនេះឯងហើយគោនេះខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្មានទេត្បិតបរមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បានក្នុងមួយថ្ងៃឲ្យទឹកផឹកតែម្ដងទាំងល្បឿនទៀតក្នុងស្រុកអាយនេះគ្មានគោណាលឿនស្មើទេតែឥឡូវនេះចិត្តខ្ញុំចង់បានឆ្កែអ្នកយកទៅដេញសัตว์ឯស្រុកខ្ញុំសុំដូរធ្នូគោមួយនឹមព្រមទាំងកណ្ដឹងចង្កោមត្រដោកខ្សែទៀមខ្សែចន្ទល់គ្រប់ប្រដាប់ស្រាប់តែឡើងជិះបរតែម្ដងខ្ញុំសុំតែខ្លួននឹងប្រពន្ធចុះចេញអ្នករែកសាច់ឬអ្នកបរទេះថាដូចជាគោនឹងគ្រប់ប្រដាប់ស្រាប់តែឡើងបក៏នឹកអក្នុងចិត្តណាស់ដោយសារតែរែកសាច់វាធ្ងន់ផងហើយធ្វើជាមិនចង់ដូរទេតែក្នុងចិត្តដូរណាស់និយាយថាឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់ណាស់ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចុះ
ប៉ុន្តែអ្នកថ្នមវាឲ្យល្អកុំឲ្យវាអត់ឃ្លានហើយអ្នកយកសាច់នេះទុកឲ្យវាស៊ីតាមផ្លូវទៅឯអ្នករែកសាច់ឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែតហើយយកសាច់ដាក់លើរទេះបរទៅអ្នកម្ចាស់រទេះគោនោះក៏ដឹកខ្លាសំគមកំបាក់ជើងទេទៅបន្តិចទៅឲ្យសាច់ទៅខ្លាស៊ីជារឿយខ្លានោះបានសាច់ស៊ីមានកម្លាំងក៏ក្រាញ់មិនចង់ទៅត្រាតែដាច់ខ្សែហើយដើរចូលក្នុងព្រៃទៅអ្នកនោះដឹងថាខ្លាបោលចូលក្នុងព្រៃក៏រត់ទៅតាមចាប់ហើយហៅថាបើអាក្លឹកមកឯអាយខ្លាឃើញមនុស្សនៅចិត្តបែរមកគំរាមធ្វើហែហោសន្ធប់ឲ្យអ្នកនោះឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះក៏ថយមកក្រោយវិញមិនហ៊ានតាមទៅទៀតប៉ុន្តែនឹកស្ដាយមើលទៅរទេះបលទៅបាត់មិនដឹងជាទៅដល់ណាអ្នកម្ចាស់ខ្លាបានរទេះគោនោះហើយក៏មនីដាក់អំរែកលើរទេះឡើងជិះទាំងពីរនាក់បជាប្រញាប់ទៅឲ្យតែហួសពីមុខម្ចាស់រទេះនោះឯអ្នកម្ចាស់រទេះដែលខ្លាបោលចូលទៅក្នុងព្រៃហើយនឹកស្ដាយណាស់មិនដឹងគិតធ្វើដូចម្ដេចក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ